បាទឆ្នាំថ្មីហើយកុំភ្លេចអាប់ដេតអាយុខ្លួនឯងផងបាទក្នុងវីដេអូនេះខ្ញុំបង្ហាញអំពីរូបមន្ត Excel មួយដែលយើងអាចដឹងពីចំនួនអាយុចំនួនខែនិងចំនួនថ្ងៃបាទជាទូទៅយើងដឹងចំនួនអាយុបាទតែចំនួនខែចំនួនថ្ងៃយើងអត់ដឹងទេក្នុងកម្មវិធី Excel យើងអាចធ្វើបានបាទជាដំបូងយើងត្រូវរកថ្ងៃបច្ចុប្បន្នសិនបាទថ្ងៃបច្ចុប្បន្ន today ថ្ងៃហ្នឹងគឺថ្ងៃ1ខែ1ឆ្នាំ2026បាទអញ្ចឹងយើងអាចប្រើរូបមន្ត today បានស្មើ today មកបាត់វងកញ្ចក់ទៅវាបង្ហាញថ្ងៃបច្ចុប្បន្នហើយថ្ងៃ1ខែ1 2026ហើយតើតងរូបមន្ត today ហ្នឹងគឺវាចាប់ពីកុំព្យូទ័រយើងបាទកាលណាកុំព្យូទ័រយើងប្រូតេតិនកុំព្យូទ័រយើងត្រូវវាចាប់ត្រូវបើសិនជាក្នុងកុំព្យូទ័រយើងប្រូតេតិនចាប់ថ្ងៃខុសក៏វាខុសដែរបាទអញ្ចឹងរូបមន្ត today ហ្នឹងវាចាប់ពីក្នុងកុំព្យូទ័ររបស់យើងបន្តមកទៀតខ្ញុំមានរូបមន្តស្វែងរកឆ្នាំខែថ្ងៃបាទរូបមន្តខាងលើគឺរូបមន្តស្វែងរកឆ្នាំរូបមន្តទី2ស្វែងរកចំនួនខែរូបមន្តទី3ស្វែងរកចំនួនថ្ងៃបាទអញ្ចឹងអ្នកទាំងគ្នាគ្រាន់តែ copy រូបមន្តនឹងដាក់ចូលក្នុង Excel មកបាទខ្ញុំសរសេរអញ្ចឹងលឿនបាទបើសិនជាយើងអត់សរសេរអញ្ចឹងទេវីដេអូនឹងយូរពេកបាទអញ្ចឹងខ្ញុំសរសេរឲ្យខ្ញុំគ្រាន់តែ copy រូបមន្តនឹងដាក់ទៅអញ្ចឹងវាចាប់បាទវាចាប់រូបមន្តស្រាប់ហើយអញ្ចឹងអាយុប៉ុន្មានបាទចំនួនអាយុចំនួនខែចំនួនថ្ងៃវាចេញនៅនឹងស្រាប់បាទហើយសម្រាប់ទីតាំងថ្ងៃបញ្ចូលថ្ងៃឆ្នាំកណ្ដាលហ្នឹងគឺត្រូវវាយត្រូវបាទទីតាំងវា B3 អញ្ចឹងត្រូវវាយ B3 វាយឲ្យត្រូវដូចនៅក្នុងវីដេអូហ្នឹងបាទ